ចាសសូមជម្រាបសួរសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកគ្រូនឹងបង្ហាញអំពីការគណនា limit ដែលយើងសង្កេតឃើញថាភាគច្រើនគឺចេញប្រឡងនៅក្នុងការប្រឡងត្រៀមពេទ្យក្នុងបញ្ញាបត្ររោងណាអញ្ចឹងលំហាត់នេះដែរគឺធ្លាប់ប្រឡងចេញម្ដងហើយកាលពី2017ណាអញ្ចឹងទីមួយទាំងអស់គ្នាមើល limit x ត្រូវ0តាំង x ដកជាមួយនឹង sin x លើ x គីបអញ្ចឹងយើងដឹងថាមុននឹងយើងគណនា limit ទីមួយគឺបងប្អូនត្រូវចំនួនរោរៀមសិនអញ្ចឹងយើងឃើញថា limit របស់យើងគឺ x ត្រូវ0អញ្ចឹងយើងយក0ទៅជួសនៅក្នុងកន្លែងណាដែលមាន x អញ្ចឹងកន្លែងនេះអ្នកគ្រូអាចចំនួនបានតង់0ដកជាមួយនឹង sin 0លើ0គីបអញ្ចឹងយើងដឹងថាតង់0គឺស្មើនឹង0ហើយ sin 0ក៏ស្មើនឹង0ដែរហើយ0គីបក៏ស្មើ0ដែរអញ្ចឹង0ដក0គឺវានៅតែ0នឹងឯងអញ្ចឹងយើងសង្កេតឃើញថារៀងរបស់យើងគឺរៀង0ទៅ0អញ្ចឹងដើម្បីធ្វើលំហាត់នេះយើងដឹងថាតង់ x របស់យើងគឺយើងស្មើនឹងរូបមន្ត sin x លើ cos x អញ្ចឹងអ្នកនរគ្នាយកទៅជួកន្លែងតង់ x ទៅយើងដាក់តង់ x កន្លែងហ្នឹងគឺ sin x លើ cos x ដកជាមួយ sin x លើ x គីបបន្ទាប់មកបងប្អូនតម្រូវភាគបែងមកដោយ sin x របស់យើងហ្នឹងកន្លែងនោះមានភាគបែង1អញ្ចឹងយើងគុណថែមមួយ cos x ទៅបន្ទាប់ពីយើងតម្រូវភាគបែងហើយទាំងអស់គ្នាតម្លាក់ cos x មកខាងក្រោមជាមួយនឹង x គីបមកអញ្ចឹងយើងបាន sin x ដកជាមួយនឹង sin x cos x លើ cos x គុណនឹង x គីបបន្ទាប់មកយើងសង្កេតឃើញថានៅភាគយកគឺវាមានតួ sin x ដូចគ្នាអញ្ចឹងអ្នកគ្រូទាញ sin x ជាកតាមកយើងបាន sin x កតានឹង1ដក cos x ចែកជាមួយនឹង cos x គុណនឹងយើងដឹងថា x គីបគឺយើងអាចបំបែក x គុណនឹង x ការ៉េណាហេតុផលអីហេតុអីបានជាអ្នកគ្រូបំបែក x គុណនឹង x ការ៉េដោយសារយើងមានរូបមន្ត limit x ត្រូវ0នៃ sin x លើ x ស្មើ1ហើយ limit នៃ x ត្រូវ0នៃ1ដក cos x លើ x ការ៉េហ្នឹងគឺស្មើនឹង1លើ2អញ្ចឹងយើងចំនួនបាន1គុណនឹង1លើ2ចែកនឹង cos 0ស្មើ1លើ2ចែកនឹង1ដោយសារ cos 0យើងស្មើ1ណាអញ្ចឹង1លើ2ចែកនឹង1គឺបាន1អរគុណចាយើងចូលមកដល់លំហាត់ទី2នេះគឺ limit x ត្រូវ0នៃ1បូក sin x ដក cos x ចែកនឹង1ដក sin x ដកជាមួយនឹង cos x ណាអញ្ចឹងដើម្បីធ្វើលំហាត់ limit គឺទាំងអស់គ្នាដឹងហើយថាយើងនឹងត្រូវចំនួនរោរៀងវាសិនអញ្ចឹងកន្លែងនេះដោយសារតែ x របស់យើងខិតទៅរ0អញ្ចឹងទាំងអស់គ្នាយក0ទៅជួសកន្លែងណាដែលមាន x អញ្ចឹងយើងបានកន្លែងហ្នឹងគឺបាន1បូកជាមួយនឹង sin 0ដកជាមួយនឹង cos 0ចែកជាមួយនឹង1ដកជាមួយនឹង sin 0ហើយដកជាមួយនឹង cos 0ដោយតម្លៃ sin 0នេះគឺស្មើនឹង0ហើយតម្លៃ cos 0គឺស្មើនឹង1អញ្ចឹងយើងបាន1បូក0ដក1លើ1ដក0ដក1អញ្ចឹងខាងលើយើងស៊ីសងមក1ដក1គឺសល់0ខាងក្រោម1ដក1គឺសល់0ដូចគ្នាបន្ទាប់មកយើងដឹងថាដោយសារតែ limit របស់យើងគឺរៀង0លើ0អញ្ចឹងយើងចាប់ផ្ដើមគណនាអញ្ចឹងយើងដឹងថាកាលណាយើងមានលេខ1គឺគូរបស់វាគឺគូជាមួយនឹង cos x លេខ1គូមួយ cos x អញ្ចឹងដើម្បីឲ្យវាបានត្រូវគូវាអ្នកគ្រូលើកយកដក cos x នេះមកដាក់នៅខាងមុខវិញអញ្ចឹងយើងអាចសរសេរបាន1ដក cos x បូកជាមួយនឹង sin x ចែកនៅខាងក្រោមអ្នកគ្រូលើកដក cos x មកក្រោមដូចគ្នាអញ្ចឹងយើងបាន1ដក cos x ដកជាមួយនឹង sin xអញ្ចឹងដើម្បីធ្វើលំហាត់ limit នេះគឺទាំងអស់គ្នាដឹងថាយើងត្រូវការរូបមន្ត2ទី1គឺយើងប្រើរូបមន្ត1ដក cos x ចែកជាមួយនឹង x គឺស្មើនឹង0ហើយមួយទៀតគឺ limit x ខិតទៅរ0នៃ sin x ចែកជាមួយនឹង x គឺស្មើនឹង1អញ្ចឹងដើម្បីឲ្យវាចូលរូបមន្តគឺមានន័យថាយើងត្រូវការភាគបែង x អញ្ចឹងយើងចែកវានឹង x មកមានន័យថាអ្នកគ្រូចែកភាគយកនឹង x ភាគបែងក៏អ្នកគ្រូចែកនឹង x ដែរអញ្ចឹងយើងបាន1ដក cos x លើ x បូកជាមួយនឹង sin x ចែកជាមួយនឹង x ចែកជាមួយនឹងខាងក្រោមគឺយើងចែកនឹង x ដែរ1ដក cos x ចែកនឹង x ដកជាមួយនឹង sin x យើងចែកនឹង x ដែរមកអញ្ចឹងយើងបានចំនួន limit ចូល1ដក cos x លើ x នេះគឺស្មើនឹង0បូកជាមួយនឹង sin x លើ x នេះគឺយើងស្មើនឹង1ចែកនឹងខាងក្រោម0ដក1អញ្ចឹង0បូក1បាន1 0ដក1បានដក1អញ្ចឹង1លើដក1គឺយើងបានដក1ដូច្នេះlimit x ខិតទៅ0នៃ1បូក sin x ដក cos x ចែកនឹង1ដក sin x ដក cos x គឺស្មើនឹងដក1ចាសសួស្តីបងប្អូនអរគ្នាសូមតមកចំណុចlimit ទី3គឺ limit x ខិតទៅ0នៃ1ដក cos x ឬនៃ cos 2x លើ x ការ៉េចាដើម្បីគណនា limit នេះដែរគឺទាំងអស់គ្នាត្រូវការជួសលេខចូលដូចគ្នាដើម្បីសង្កេតមើលថាតើយើងចូលរៀងមិនកំណត់ឬអត់អញ្ចឹងដោយឡែកនៅពេលដែលយើងជំនួសកន្លែងហ្នឹងទៅគឺ0ចូលជួសកន្លែងណាដែលមាន x ចឹងទៅយើងបាន1ដក cos 0ឬនៃ cos 2គុណនឹង0គឺបាន cos 0ដែរណាលើ0ការ៉េយើងដឹងថា cos 0គឺស្មើនឹង1អញ្ចឹងយើងគណនាមកគឺឃើញទម្រង់រាង0លើ0
អញ្ចឹងកាលណារៀង0 0នៃប្រភេទអនុគមត្រីកោណមាត្រគឺយើងត្រូវធ្វើតាមរូបមន្តរបស់យើងប៉ុន្តែដោយឡែកយើងឃើញថាអនុគមលីមីតរបស់យើងកន្លែងនេះគឺកូនជាមួយនឹងរឹស copy x គឺមានន័យថាកូនមួយចាប់រឹសមួយទៀតអត់ចាប់រឹសអញ្ចឹងដើម្បីធ្វើលំហាត់នេះបានគឺទាំងអស់គ្នាត្រូវតែផ្ដាច់ឲ្យវាចេញពីគ្នាមួយតួអញ្ចឹងដើម្បីផ្ដាច់វាបានគឺទាំងអស់គ្នាអាចបន្ថែមកូន x ហើយនឹងឬក៏យើងអាចបន្ថែមរឹសនៃ copy x ក៏បានដែរអាស្រ័យទៅលើបងប្អូនមួយជំនាញណាចាអញ្ចឹងកន្លែងនេះលោកគ្រូអាចបន្ថែមជាមួយនឹងកុក x ទៅណាអញ្ចឹងលោកគ្រូបន្ថែមបូកជាមួយនឹងកុក x ដកជាមួយនឹងកុក x ហើយយើងត្រូវចែកជាមួយ x ក្រេកាលណាយើងបូកកុក x យើងត្រូវដកកុក x វិញបន្ទាប់មកយើងចាប់ផ្ដើមបដុំមកលោកគ្រូយកដកកុក x ទៅដាក់ខាងមុខទៅមួយដកកុក x ហើយដកជាមួយនឹងកុក x ឬនៃកុក 2x ហើយបូកជាមួយនឹងកុក x យើងទៅសេមកខាងក្រោយវិញចែកជាមួយនឹង x ក្រេបន្ទាប់មកលោកគ្រូធ្វើការផ្ដាច់ពីបែកមកយើងទទួលបានមួយដកកុក x លើ x ក្រេហើយអាពីតួនេះទាំងអស់គ្នាសង្កេតឃើញថាយើងមានកុក x អញ្ចឹងយើងអាចចាប់កុក x ជាកតាមកលោកគ្រូចាប់កុក x ទៅយើងបានដកឬនៃកុក 2x បូកជាមួយនឹង1ចែកជាមួយនឹង x ក្រេណាបន្តទៀតកន្លែងនេះគឺយើងអាចស្មើនឹង1ដកកុក x លើ x ក្រេបូកនឹងនេះគឺយើងអាចបដូរវាបានកុក x ទៅតាមនឹង1ដកឬនៃកុក 2x ណាអញ្ចឹងដោយសារតែកន្លែងនោះវាជាប់រឹសយើងត្រូវគុណនឹងកសោបឆ្លាស់របស់វាគឺ1បូករឹសនៃកុក 2x អញ្ចឹងកាលណាខាងលើគុណនឹងប្រមាណខាងក្រោមយើងគុណនឹងប៉ុណ្ណឹងដូចគ្នាណាចាបន្ទាប់មកអានេះយើងទុកដដែលសិនណាអានេះយើងដឹងថាវាចូលរូបមន្តហើយតែយើងទុកដដែលសិនដើម្បីពេលយើងជំនួសទៅយើងជំនួសចូលទាំងអស់គ្នាចាបូកជាមួយនឹងកុក x ទៅតាមនឹងកន្លែងនេះទាំងអស់គ្នាសង្កេតឃើញថាយើងចូលទម្រង់ a ដក b កតានឹង a បូក b គឺវាស្មើនឹង a ការ៉េដក b ការ៉េអញ្ចឹងយើងលើកវាជាការ៉េដាច់ណាមិនមែនការ៉េរួមទេអញ្ចឹងគ្រូអាចបាន1ការ៉េដកនឹងឬនៃកុក 2x កាលណាលើកជាការ៉េវាបំបត្តិឬហើយអញ្ចឹងមានអសល់1ដកកុក 2x លើ x ការ៉េកតានឹង1បូកឬនៃកុក 2x បន្ទាប់មកយើងសង្កេតឃើញថា1ដកកុក x ចែកជាមួយ x ការ៉េបូកជាមួយនឹងកុក x គុណនឹង1ដកកុក 2x នេះគឺគ្រូអាចសរសេរបានsin ការ៉េ x ហើយចែកជាមួយ x ការ៉េកតានឹង1បូកឬនៃកុក 2x បន្ទាប់មកយើងចាប់តាមចំនួនរូបមន្តមក1ដកកុក x លើ x ការ៉េនេះគឺវាស្មើនឹង1លើ2ហើយចំណែកអានេះវិញគឺ sin ការ៉េជាមួយនឹង x ការ៉េនេះគឺស្មើនឹង1អញ្ចឹងអាកន្លែងកុសនេះវាអត់ចូលរូបមន្តទេអញ្ចឹងគ្រូជំនួស0ចូលទៅគុណនឹង1គុណនឹង2គុណនឹង1ទៅចែកជាមួយនឹង1បូកនឹងឬនៃកុសនៃ2គុណនឹង0គឺបានចាអញ្ចឹងអានឹងយើងស៊ីសុំទៅវាបាន1លើ2បូកនឹង2លើ2អញ្ចឹងយើងឃើញចម្លើយ3លើ2ចាអរគុណ